ជំរាបសួរបងប្អូនថ្ងៃនេះទស្សនវិជ្ជានៅវត្តកុលតតឹងនេះគឺជាជាន់ខាងក្រោមនៃបើកវីដេអូអីព្រះវិហារនៃវត្តកុលតឹងនេះគឺជាកន្លែងដែលព្រះអង្គរៀបចំសម្រាប់តម្កល់ព្រះធាតុសម្កល់ធាតុបើបងប្អូនមានធាតុឪពុកម្ដាយឬជីដូនជីតាដែលត្រូវចង់យកទៅតម្កល់នៅវត្តកុលតឹងគឺយើងអាចយកទៅតម្កល់នៅទីនោះបានបងប្អូនកន្លែងដែលតម្កល់ធាតុហ្នឹងគឺព្រះអង្គធ្វើរៀបដាក់នៅលើជញ្ជាំងរបៀបជាទូមានច្រើនកន្លែងច្រើនបន្លោះសម្រាប់ដាក់គឺរាប់ពាន់បន្លោះបងប្អូនហើយក្នុងការដាក់នេះគឺយើងដាក់មានសរសេរជាឈ្មោះជាកោដហើយយើងយកទៅដាក់ដោយមិនបាច់បង់ប្រាក់អ្វីទាំងអស់ព្រះអង្គមានពលិកាថាអញ្ចឹងបងប្អូនដោយគ្រាន់តែយើងមានសទ្ធាជ្រះថ្លាក្នុងការចាប់មគ្គផលក្នុងការកសាងនៅក្នុងវត្តតាមសទ្ធាជ្រះថ្លាដែលបងប្អូនអាចធ្វើបានអញ្ចឹងបងប្អូនប្រមាណក៏ដោយគឺជាសទ្ធារបស់យើងការតម្កល់ធាតុនេះគឺមិនមានការបង់ប្រាក់មិនមានការជាវឬក៏កក់ទុកជីវិតបានទេបងប្អូនកន្លែងដែលតម្កល់ព្រះធាតុហ្នឹងគឺធំទលាយហើយមានច្រើនណាបងប្អូនមានច្រើនរាប់រហូតដល់តែរាប់ពាន់ហើយព្រះអង្គនឹងគ្រងធ្វើបន្ថែមបន្តទៅទៀតតែឥឡូវក៏នៅសល់ច្រើនដែរព្រោះអីតែមានអ្នកដាក់បានខ្លះទេនៅសល់ច្រើនកន្លែងដែរបងប្អូននេះគឺអ៊ំស្រីបាត់បើកឲ្យមើលពីរបៀបដាក់មើលមានមកចន្លោះអញ្ចឹងបងប្អូនហើយយើងដាក់កញ្ចក់រុំបិទចិត្តពីខាងក្រៅអញ្ចឹងទៅបងប្អូនហើយពេលដែលយើងចូលទៅដល់កន្លែងហ្នឹងគឺមានអារម្មណ៍ថាត្រជាក់ស្រួលហើយបើយើងចង់ធ្វើបុណ្យចង់បាំងស្គរចង់អីនៅកន្លែងហ្នឹងក៏មានដែរបងប្អូនឬក៏ចង់ប្រពធ្វើពិធីបុណ្យតក្កណានុប្រទានបាំងស្គរអីគឺអាចធ្វើនៅទីហ្នឹងបានបងប្អូនពេលដែលចូលទៅដល់កន្លែងដាក់ធាតុហ្នឹងមានអារម្មណ៍ថាត្រជាក់បើសិនជាបងប្អូនមានធាតុម៉ែឪបងប្អូនជីដូនជីតាអីចង់យកទៅដាក់តម្កល់នៅទីនោះគឺងាយស្រួលណាបងប្អូនមែនមើលកន្លែងលោកតាគាត់បើកឲ្យយើងមើលរបៀបនៅកន្លែងដាក់ហ្នឹងឃើញយើងមានមកប្រឡោះសម្រាប់ដាក់កោតបងប្អូនជីដូនជីតាយើងទៅមើលទៅវាងាយស្រួលក្នុងការទុកដាក់ហើយស្អាតហើយទុកដាក់បានសមរម្យល្អទេបងប្អូនវាបានស្អាតហើយមានរបៀបរៀបរយស្អាតបាតអត់មានដីមានអីហុយឬក៏មានសត្វពីងឬក៏អីមករុំព័ទ្ធដូចយើងយកមកទុកនៅក្នុងផ្ទះឬក៏ទុកនៅក្នុងនេះទេគឺនៅក្នុងហ្នឹងគាត់ដាក់កញ្ចក់បិទចិត្តអញ្ចឹងមានការងាយស្រួលទីខ្លាំងបងប្អូននេះបានមកប្រឡោះឥឡូវមានអ្នកយកទៅដាក់ហេងច្រើនដែរហើយតែក៏នៅសល់កន្លែងច្រើនដែរបងប្អូនតែបើសិនយើងចង់ជាវចង់កក់ឬក៏អីមុនគឺអត់បានទេព្រះអង្គមិនអនុញ្ញាតឲ្យជាវទេតែបើយើងមានធាតុយកទៅតម្កល់ដាក់គឺអត់បានតែលើកបងគាត់ចេះអ៊ំគាត់នេះតដែរពីនេះដឹកបងប្អូនបកូលមួយស្នាក់ចាខ្ញុំស្លាប់ជំនាន់ពោតអូកាពោតដាក់មកនេះចាមកចាគេរហូតនេះគេយកមកដាក់នៅហ្នឹងសាយពុនភាអូតិចសបាយណាស់លោកចាស់ចេះអាមកនិយាយឃើញទេអូ
សុំស្មាតទៅគាត់ដែរកូនឈោយកមកដាក់នៅនឹងគេដែរឲ្យបានក្តីសុខក្តីចម្រើនតែឈោយើឡើងមើលខ្ញុំអត់ដែរបានឡើងដែរតោះបាយយើងទៅបើជើងហ្នឹងសិនមានបាត់កណាដើរចឹងហើយស្រឡះជ្រះថ្លាល្អព្រះអង្គសម្បត្តិស្អាតអង្គសម្បត្តិស្អាតចាឡើងខ្ញុំអត់ដែរបានចូលទេខ្ញុំមកអវល់នេះមិនសូវបាននេះដែរហ្នឹងទៅចាណែអាណែសบายចិត្តហ្នឹងថ្ងៃនេះលេងទៅវិញលេងអង្គុយយំដាក់មកសบายលេងអីអមទៅវិញសบายចិត្តសំដៅម្នាក់ឯងកំសត់ហ៎កំសត់ខ្លួនតោះឡើងលើនេះបាត់ជើងអាមុតគោះទៅតបន្តិចទេបាត់ដែរទៅគាត់ឡើងបានតានោះគេបើកទ្វារតានេះឡើងមើលខ្ញុំអត់ដែរបានឡើងផងគាត់ឲ្យឡើងមើលមកណោះចាំអ៊ំហើយចូលឲ្យគេចាំមកខ្លួនឯងដើរលឿនណាណោះបងស្អាតហ៎បងស្អាតតែនមកស្អាតគាត់ក៏ទៅតឹងសាលាអរិយទ្រព្យធំដល់សាលាអរិយទ្រព្យនៅវត្តក៏ទៅតឹងបាត់ទៅអង្គហើយទៅតតាំងរហូតខ្ញុំឡើងលើសាលាអរិយទ្រព្យថតចុះមកខាងក្រោមទេសភាពស្អាតបងប្អូននេះនឹងថ្ងៃធម្មតាអត់មានកម្មវិធីប៉ុនអីទេអញ្ចឹងយើងអាចដើរមើលទេសភាពបានហើយនេះនៅក្នុងព្រះសាលាអរិយទ្រព្យហ្នឹងមានសាលាអរិយទ្រព្យអង្គធំស្អាតណាស់បងប្អូនសាលាអរិយទ្រព្យវត្តគល់កតឹងទលាយលវងឲ្យឡើងជាក់ណាស់ហើយសាលានេះគឺទំហំធំហើយបុកបែបរចនាគឺស្អាតបងប្អូនតែភាពស្អាតតែការកសាងមិនទាន់ហើយទាំងស្រុងទេបងប្អូនទៅរដងអត់ដែលបានដើរមើលទេសភាពនៅក្នុងវត្តទេតែថ្ងៃនេះយើងទៅថ្ងៃធម្មតាអញ្ចឹងទលាយើងអាចដើរមើលបានហើយទៅដល់វត្តកុលតឹងគឺមានអារម្មណ៍ស្រស់ស្រាយដើរមើលបានច្រើនស្រាយអារម្មណ៍អ្នកដែលមានបញ្ហាកង្វល់អីទៅគឺមានអារម្មណ៍បំបត្តិ stress អីគឺល្អណាស់បងប្អូនខ្យល់អាកាសត្រជាក់ហើយទេសភាពគឺស្អាតទេសភាពស្អាតនេះគឺកន្លែងដែលព្រះអង្គទេសភាពគឺស្អាតមែនតើគាត់ទៅហ្នឹងអ្នកដែលមានទុកព្រួយអីក៏មានអារម្មណ៍ថារំសាយចិត្តដែរហើយខាងនោះគឺរូបព្រះបាទមរៃសនេះព្រះអង្គនិយាយទៅចូលទៅដល់វត្តកុលតឹងគឺមានចិត្តជ្រះថ្លាសប្បាយរីករាយនឹងទេសភាពធម្មជាតិទីធ្លាដ៏ស្រស់ស្អាតនៃវត្តធ្វើឲ្យយើងមានចិត្តរំភើបរីករាយជ្រះថ្លាមែនតើ
មើលតិចដើមឈើច្រើនទេសភាពក៏ស្អាតដែរបងប្អូនអើយបែកមកខាងនេះព្រះអង្គ5ព្រះអង្គស្អាតមែនតើទេសភាពនៅវត្តកុលតតឹងនេះព្រះបាទព្រះបាទរបស់ចាបងប្អូននិយាយទៅបងប្អូនឲ្យតែបានទៅវត្តកុលតតឹងមានអារម្មណ៍ថាស្រស់ស្រាយសប្បាយចិត្តជ្រះថ្លាអារម្មណ៍នេះគឺជាស្រះទឹកដែលនៅខាងត្បូងវត្តស្រះនេះធំមកបងប្អូនថ្ងៃនេះខ្ញុំបានដើរទៅនៅចិត្តព្រះចៃដីតម្កល់ព្រះធាតុព្រះពុទ្ធក៏ឃើញសត្វអណ្ដើកកូនអណ្ដើកវាឡើងគោកហើយនេះខ្ញុំក៏បានចាប់កូនអណ្ដើកហ្នឹងមកប្រឡែងចូលក្នុងស្រះទឹកហ្នឹងវិញបងប្អូនស្រះទឹកនេះវិញសម្បូរទៅដោយសត្វអណ្ដើកច្រើនណាអូតកឡើងដូចផ្សិតបងប្អូនអើយត្រីក៏ច្រើនអន្ទង់ក៏ច្រើនថ្ងៃដែលខ្ញុំទៅហ្នឹងគឺពួកសត្វទាំងអស់នោះវាចាប់ដើមឡើងពួកមេឃត្រជាក់ពេលហ្នឹងឡើងមកលើផ្ទៃទឹកច្រើនសម្បីតែអណ្ដើកអូតកឡើងដូចផ្សិតត្រីក៏ហែច្រើនដែរហើយសត្វអន្ទង់អីហ្នឹងគឺហែមកច្រាំងអីច្រើនមើលទៅពួកវាដូចអត់មានខ្លាចមកលើយើងទេវាដូចជាសវណ្ណនឹងសកម្មភាពអស់នឹងហើយដងហើមវាឡើងមកច្រាំងនៅលើគោកតែអត់មានបងប្អូនណាទេធ្វើអីវាមើលត្រីនេះអីអញ្ចឹងនេះវាហែលមកអញ្ចឹងបងប្អូនតែរដូវហ្នឹងដូចជាត្រីតែងតែមានដំបៅខែហ្នឹងត្រីភាគច្រើនដូចមានដំបៅក្នុងអាខ្មៅពួកហ្នឹងសិតតែក្បាលច្រើនមែនតើគឺសត្វអណ្ដើកច្រើនមែនតើនៅក្នុងស្រះទឹកមួយហ្នឹងឡើងខាប់បំផុតទៅតាមចាំថាធ្វើបន់ប្រឡែងសត្វគឺអភ័យដល់សត្វធ្វើឲ្យយើងមានជីវិតសប្បាយរីករាយវាអត់មានជំងឺដង្កាត់នៅជាប់ខ្លួនអញ្ចឹងណាយើងឲ្យអភ័យដល់គេជីវិតយើងក៏បានសេចក្តីសុខដែរបងប្អូនបៀតបៀនជីវិតគេមិនធ្វើឲ្យគេរងទុក្ខដោយសារយើងអញ្ចឹងជីវិតយើងក៏បានសុខទៅតាមនឹងដែរបងប្អូននេះគឺជាស្រះទឹកនាពេលហ្នឹងដូចជាម៉ោង5ម៉ោង4ម៉ោង5ហើយបងប្អូនហើយមានបងប្អូនយើងទៅអង្គុយលេងនៅមាត់ស្រះហ្នឹងច្រើនព្រោះខ្យល់ត្រជាក់ហើយអ្នកខ្លះក៏ឲ្យចំណីត្រីអីចឹងទៅអ្នកខ្លះក៏អង្គុយលេងមានអីញ៉ាំនៅមាត់ស្រះហ្នឹងចឹងទៅគឺសប្បាយបងប្អូនបើចាំទៅដើរលេងនៅណាឆ្ងាយផងទៅលេងតែតាមវត្តកុលតឹងក៏មានអារម្មណ៍ថាសប្បាយរីករាយដែរមានរបស់ញ៉ាំមានកន្លែងអង្គុយលេងយ៉ាងសប្បាយរីករាយខ្យល់ត្រជាក់ដើរវានេះជាងស្រះទឹកហ្នឹងខ្ញុំវាបាក់រត់ទិញដល់ប៉ុន្តែខ្ញុំត្រូវការប្រឡែងឥឡូវបានប្រឡែងហើយវាប្រឡែងក្នុងហ្នឹងច្រើនត្រីបនក៏ច្រើនដើរក៏ច្រើនតុងក៏ច្រើនមែនតើយើងវាទៅយើងយកវាមកឲ្យនៅប្រឡែងឲ្យបានសុខសឹកដើរកាមេរ៉ានៃជីវិលខ្លាំងដល់នេះបន្ទប់ទឹកគេនោះឡើងខ្លាំងនេះចាប់ផ្ដើមរៀបចំចេញមកហើយនៅផ្ទះវិញហើយតនេះគឺជាបងស្រីដែលគាត់មកពីរដ្ឋអាមេរិកហើយនេះគឺជាបងស្រីរបស់គាត់ណាពូនេះគឺជាទេសភាពនៅពេលល្ងាចនៅវត្តគាត់តឹងមើលមានបងប្អូនមកយាយមកទស្សនាមកយាយអង្គុយលេងច្រើនពូនេះមកនិយាយទៅចូលមកតិចល្អបងប្អូនអើយ